ផ្សិតប៊ូតុងឬផ្សិតលាវអាវតែមានបេតុងសូមដាក់ឈ្មោះថាផ្សិតបារាំងដោយសារបារាំងអ្នកដាំប៉ុន្តែដាំនៅក្នុងស្រុកយើងទេបងប្អូនដាំនៅក្នុងស្រុកយើងប្រហែលជាបងប្អូនយើងមួយចំនួនអត់ទាន់ជឿថាអីមិនដាំនៅក្នុងស្រុកបានផ្សិតនឹងត្រូវការអាកាសធាតុត្រជាក់ណាបងប្អូនគិតនឹងអត់ខុសទេដោយសារលក្ខខណ្ឌអាកាសធាតុស្រុកយើង30ជាងអង្សាសេផ្សិតនេះវិញលក្ខខណ្ឌដុះលូតលាស់ល្អរបស់វាគឺតែ15ទៅ24អង្សាសេទេដើម្បីអាចដាំនៅក្នុងស្រុកយើងបានតតែដាំនៅក្នុងម៉ាស៊ីនត្រជាក់បើនិយាយទៅដូចផ្សិតអភិជនអញ្ចឹងតនៅក្នុងម៉ាស៊ីនត្រជាក់បានគេដុះលូតលាស់បានល្អបងប្អូនធ្លាប់ដាំផ្សិតចំបើងឬក៏ផ្សិតអំបោះការវិនិយោគក៏ធ្វើរោងធម្មតាបច្ចុប្បន្នមានម៉ាស៊ីនត្រជាក់បច្ចុប្បន្នមានភ្លើងជំនួយអីច្រើនទេប៉ុន្តែចំពោះផលិតកម្មផ្សិតប៊ូតុងនេះវិញគឺវាទាមទារឲ្យយើងមានបំលែងលក្ខខណ្ឌអាកាសធាតុជាច្រើនវាទាមទារឲ្យយើងមានចំណេះដឹងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធដូចជាបន្ទប់ឃ្លាំងរបស់វាបន្ទប់ត្រជាក់របស់វាហើយទៅលើចំណេះដឹងផ្សេងៗទៀតដែលយើងត្រូវរៀនសូត្រពីវាអញ្ចឹងហើយបានធ្វើឲ្យផ្សិតនេះគឺមានការនាំចូលច្រើនពីបរទេសហើយក៏លក់ក្នុងតម្លៃថ្លៃផងដែរប៉ុន្តែបច្ចុប្បន្ននេះដោយសារមានក្រុមហ៊ុនបារាំងដែលគាត់វិនិយោគនៅស្រុកយើងនៅភ្នំពេញហ្នឹងបងប្អូនប្រសិនបើបងប្អូនមើលវីដេអូនេះហើយចង់ទៅមើលកន្លែងគេដាំដុះតាក់ទងមកក្រុមការងារមេបៃតងយើងអាចទៅមើលទាំងអស់គ្នាបានដោយសារកន្លងមកផ្សិតនេះមានការនាំចូលអញ្ចឹងការលក់លើទីផ្សារគឺមានតម្លៃថ្លៃខ្លាំងមែនទែនផលិតកម្មផ្សិតនេះដាំបាននៅក្នុងស្រុកយើងគឺយើងលក់មួយប្រអប់នេះត្រឹមតែ$3ទេបងប្អូនថា$3គឺនៅតែថ្លៃដែរបាទបើយើងប្រៀបធៀបតម្លៃជាមួយផ្សិតចំបើងផ្សិតអំបោះដែលដាំនៅក្នុងស្រុកយើងផ្សិតនេះគឺមានតម្លៃខ្ពស់ជាងប៉ុន្តែបើយើងប្រៀបធៀបផ្សិតប៊ូតុងនេះដែលដាំនៅក្នុងស្រុកយើងហើយប្រៀបធៀបជាមួយផ្សិតដែលនាំចូលបាទតម្លៃខុសគ្នាខ្លាំងដូចផ្សិតនេះបងប្អូនមើលតែប្រហែលគ្រាប់ទេតម្លៃវា$5កន្លះប៉ុន្តែសម្រាប់ផ្សិតបារាំងរបស់យើងវិញលក់មួយប្រអប់200ក្រាមតម្លៃត្រឹមតែ$3ឬក៏12000បាទតម្លៃនេះគឺលក់នៅគ្រប់ផ្សារទាំងអស់មិនថាផ្សារអ៊ីអនផ្សារជីមុងតាមម៉ាតឬក៏តាមផ្សារលក់រាយផ្សារត្រីផ្សេងៗដែលយើងកំណត់តម្លៃមួយប្រអប់200ក្រាមតម្លៃត្រឹមតែ$3ប៉ុណ្ណោះបងប្អូនប្រភេទផ្សិតប៊ូតុងនោះវាមានច្រើនប្រភេទមានអាខ្លះពណ៌ខ្មៅទៅអាខ្លះពណ៌សទៅហើយចំពោះផ្សិតពណ៌សនេះការដាំដុះវារៀងពិបាកជាងប៉ុន្តែការលក់លើទីផ្សារក៏តម្លៃរៀងខ្ពស់ជាងផ្សិតពណ៌ខ្មៅដែរ